ពិធីស្រង់ព្រះមហាសង្កសោតដែលមាននៅក្នុងគម្ពីរសតជាដកជាមគ្គធភាសាបាននិយាយថាថ្ងៃសង្ក្រាន្តថ្មីជិតចូលមកដល់ព្រះបាទបសិនទីកុសលបានរៀបចំជាបារាំងយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយហើយក៏បាននិមន្តព្រះពុទ្ធនិងព្រះសង្ឃត្រង់ទឹករួចសមាទានសិលប្រគេនផុតតាហាចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃនៅទីនោះគម្ពីរនេះដដែលបានបញ្ជាក់ទៀតថាអ្នកដែលបានស្រង់ទឹកព្រះសង្ឃមេដាបិតាគ្រូឧបជាមានអានិសង្សច្រើនណាស់អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកបានសេចក្តីសុខគ្រប់យ៉ាងគម្ពីរបញ្ញាសជាដកត្រង់ជាដកទី31បានបញ្ជាក់អំពីអានិសង្សនៃការស្រង់ទឹកព្រះសង្ឃដោយមហាសង្ឃសោតដែរគ្រាន់តែខុសគ្នាត្រង់មិនបានបញ្ជាក់ថាតើនៅក្នុងឱកាសចូលឆ្នាំឬនៅវេលាណាប៉ុណ្ណោះលោកលើកឧទាហរណ៍ដូចជាព្រះបាទបញ្ជរាជដែលបាននិមន្តព្រះអូសភធរៈក្នុងសាសនាព្រះពុទ្ធឲ្យស្រង់ទឹកលោកអនាគតជាតិទៅនឹងបានទៅកើតក្នុងទេវលោកមានបុណ្យបារមីច្រើនហើយទីបំផុតនឹងបានទៅជាស្ដេចចក្រពត្តិក្នុងជម្ពូទ្វីបនេះនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ពេលចូលឆ្នាំម្ដងគេតែងតែធ្វើពិធីមួយដោយនិមន្តព្រះពុទ្ធរូបមានមហិទ្ធិឫទ្ធិចំនួន25អង្គដែលជាតំណាងអាណាខេត្តទាំងឡាយនៅក្នុងព្រះរាជាណាចក្រមកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រីក្នុងប្រាសាទព្រះខ័នរួចដង្ហែព្រះពុទ្ធរូបទាំងអស់នោះជាក្បួនយ៉ាងមហោអឡារិកមុននឹងយកទៅតម្កល់នៅទីកន្លែងដើមវិញដោយមានជំនឿនិងមានទំនៀមទម្លាប់របស់ដូនតាជើងដូចខាងលើនេះហើយបានជាមានទម្លាប់ជាប់ជាប្រពៃណីរហូតមកដល់សប្តាហ៍នេះឲ្យតែដល់ពេលចូលឆ្នាំម្ដងគេតែងតែធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូបព្រះសង្ឃមេដាបិតាជីដូនជីតាបុព្វការីជននៅតាមវត្តអារាមនិងតាមភូមិស្រុកការស្រង់ព្រះនៅមុខសាលាបញ្ញសាស្ត្រអន្តរជាតិបានហៅក្នុងថ្ងៃសង្ក្រាន្តថ្ងៃនេះមានយើងមានជ័យមែនអត់បើមែនបានឲ្យជាបន្ទោល